បាទជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះនុតយូឡុងហើយថ្ងៃហ្នឹងខ្ញុំនឹងធ្វើការបង្ហាញអ្នកទាំងអស់គ្នាអំពីការធ្វើ SSH connection ចូលក្នុង Ubuntu server ឬក៏ Linux server ផ្សេងៗអូខេអញ្ចឹងជាដំបូងយើងត្រូវធ្វើការ check មើល IP ថា server យើង IP គេអញ្ចឹងអ្នកទាំងអស់គ្នាអាចចូលមក server console មកវាយ IPA អញ្ចឹងយើងឃើញថាក្នុង server នេះមាន IP 192.168.20.217 ហើយ subnet 24ហើយខ្ញុំត្រូវការ check ទៀតខ្ញុំត្រូវការ check internet តើ server នេះមាន access internet អត់អូខេ server នេះមានការ access ទៅ internet ដល់មកយើងត្រូវការ update repository សិន sudo apt update អូខេ all package up to date បន្ទាប់មកយើងត្រូវ install package មួយឈ្មោះថា open ssh server អញ្ចឹងខ្ញុំ sudo apt install open ssh server អូខេខ្ញុំ keep local version គឺ reinstall មកអូខេបន្ទាប់ពីអ្នកទាំងអស់គ្នា install ហើយអ្នកទាំងអស់គ្នាត្រូវធ្វើការ config SSH តិចអញ្ចឹង config ខ្ញុំអាចប្រើ nano ក៏បានដែរអញ្ចឹង nano etc sh មក sh d config អូខេអញ្ចឹងនៅក្នុង configuration នេះកន្លែងហ្នឹងរាល់ដងវាតែងតែមានសញ្ញាតុងជ្រូកអញ្ចឹងអ្នកទាំងអស់គ្នាអាចលុបតុងជ្រូកហើយកន្លែងនេះកែដាក់ yes មានន័យថាវា enable ឲ្យយើង login ជា root ដោយធ្វើការ web password ហើយមកកន្លែងទៀតនេះកន្លែងនេះគឺអ្នកទាំងអស់គ្នាអាចធ្វើការលុបសញ្ញាតុងជ្រូកដើម្បី allow password authentication បន្ទាប់ពីអ្នកទាំងអស់គ្នាធ្វើការកែហើយអ្នកទាំងអស់គ្នាអាច control O ដើម្បី save ឲ្យយើងត្រូវចូល edit ជា sudo អញ្ចឹង sudo nano c sh config អញ្ចឹងអ្នកទាំងអស់គ្នាត្រូវលុបសញ្ញាតុងជ្រូកពីក្រោយ permit root login នេះហើយ yes មក yes មកតមកនៅខាងក្រោមនេះអ្នកទាំងអស់គ្នាអាច enable password authentication កន្លែងនេះបើអ្នកទាំងអស់គ្នាអត់ enable ទេអ្នកទាំងអស់គ្នាត្រូវ set up public key ជាមួយ private key ប៉ុន្តែខ្ញុំនឹងធ្វើវិធីសាស្ត្រនេះនៅវីដេអូមួយទៀតអូខេអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញពីការ sign in ជាមួយ password សិនទេអញ្ចឹង control O មកបន្ទាប់ពីអ្នកទាំងអស់គ្នាកែ configuration ហើយអ្នកទាំងអស់គ្នាត្រូវ restart system វា restart service ហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាអាចវាយ sudo system ctl restart start ssh អូខេអញ្ចឹង service SSH វានឹងធ្វើការ restart ហើយ apply configuration ថ្មីហើយបើសម្រាប់ server ខ្លះដែលពេលដែលបើកម៉ាស៊ីនមក SSH អត់ចូលដោយសារតែយើងអត់ enable service SSH ហ្នឹង on boot អញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការប្រើ sudo systemctl enable SSH អូខេអញ្ចឹងបន្ទាប់ពី enable SSH យើងមើល IP ម្ដងទៀតមកអញ្ចឹងយើងឃើញថាម៉ាស៊ីនយើងគឺ IP 192.168.20.217 ឥឡូវនេះខ្ញុំនឹងធ្វើការ SSH អូខេខ្ញុំ new terminal មកហើយខ្ញុំធ្វើការ SSH ហើយយើងត្រូវវាយ user អញ្ចឹងក្នុងនេះ user ulong add ជាមួយនឹង IP អញ្ចឹងយើងមាន IP ចុចហើយចុច217អូខេកន្លែងនេះវា detect ហើយយើងcòn confirm មកដាក់ yes មកយើងត្រូវការវាយលេខកូដអញ្ចឹងលេខកូដនេះគឺលេខកូដរបស់ user ហ្នឹងឯងបាទយើងឃើញថាឥឡូវនេះយើងនៅក្នុង console របស់ server ហ្នឹងមួយអញ្ចឹងមិន clear ខ្ញុំអាចធ្វើការ update ឲ្យបានធម្មតាបាទអរគុណឃើញខ្ញុំអាចធ្វើការ update គឺ
ខ្ញុំអាចធ្វើការ remote ចូលម៉ាស៊ីននឹងបានដោយមិនបាច់ធ្វើការបើក VM កន្លែងនេះដោយសារតែខ្ញុំធ្វើការ test នៅក្នុង virtual machine ខ្ញុំអាចបើក interface នឹងបានតែបើវាជា physical server យើងអត់នៅជិត server យើងអាចធ្វើការ SSH ដើម្បី remote បានបាទសូមអរគុណវីដេអូខ្ញុំចប់តែត្រឹមនេះ